រៀនធ្វើវីដេអូបែបនេះនៅទូរស័ព្ទដៃមួយខ្ញុំទាំងអស់គ្នាតោះជាដំបូងអ្នកទាំងអស់គ្នាចូលមកកាន់កម្មវិធី CapCut សិនមកហើយចូលទៅរើសយកវីដេអូដែលយើងចង់យកធ្វើការសរសេរអក្សរពាក្យ matcha រសជាតិឆ្ងាញ់ប្រចាំហាង matcha បាទ matcha រសជាតិឆ្ងាញ់ប្រចាំហាងចាំហាងហើយយើងចូលទៅរើស animation វាមក animation វាឈ្មោះនេះខ្ញុំបាន save ទុកណាឈ្មោះAno Rolling នេះបាទអញ្ចឹងយើងដាក់ល្បឿនវារៀងយឺតតិចមកកុំឲ្យលឿនពេកបាទយើងស្រីល្បឿនវាមកហើយអ្នកទាំងអស់គ្នា tick មកបាទ tick វាសិនមកហើយអូសវាវែងដល់វីដេអូរបស់យើងមកវីដេអូនេះស័ក្តិសមអ្នកទាំងអស់គ្នាធ្វើ promotion matcha អីត្រូវម៉ាច់ហ្មងបាទអញ្ចឹងនៅពេលដែលនេះយើងធ្វើការ duplicate វីដេអូនេះចេញជា2សិនមកបាទចេញជា2ហើយបងតម្លាក់ទី1នេះបាទតម្លាក់ទី1នេះចុះក្រោមមកបាទតម្លាក់មកហើយយើងទៅធ្វើការ remove ផ្ទៃរបស់វាចោលបាទផ្ទៃ background វាចោលណាយក custom ណាបាទអញ្ចឹងយក custom ខ្ញុំ remove បែបនេះមកនេះបាទដាច់ហើយអញ្ចឹងខ្ញុំ tick ណានេះខ្ញុំ tick ហើយយើងអាចតេស្តមើលបានតែវាដាច់អត់នេះដាច់ហើយនេះអូខេអញ្ចឹងដាក់វាចូលកន្លែងដើមវិញហើយយើងទៅធ្វើការដាក់ layer ហ្នឹងឲ្យស្រទាប់មកនៅពីលើ matcha វិញបាទហើយយើងធ្វើការបែបនេះមកបន្ទាប់មកទៀតយើងទៅយក mesh មកនេះយក horizontal នេះមកបាទហើយយើងកវលវាបន្តិចមកបាទយើងតេស្តមើលតើវាដាច់ពីអីអត់បាទអត់ទេយើងយកប៉ុណ្ណឹងបាននេះបាទអញ្ចឹងខ្ញុំ take យកហ្មងបាទអញ្ចឹងវីដេអូរបស់យើងមានប៉ុណ្ណឹងទេនេះជាលទ្ធផលអញ្ចឹងបើសិនជាគិតថាវីដេអូទាំងអស់នេះល្អកុំភ្លេចចុច follow ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូល្អៗនៅក្រោយទៀត